let's go អូខេសម្រាប់មេរៀនបន្ទាប់របស់យើងគឺយើងរៀនអំពី assignment operator សារមេរៀនមុនយើងរៀនអំពី logical operator អូខេចំណុចសម្រាប់ operator គឺចំណុចចុងក្រោយគេហើយ assignment operator អូខេសម្រាប់ assignment operator មើលថាគឺជាការផ្ដល់តម្លៃទៅឲ្យអត្ថេណាមួយអត្ថន័យមកវាណាបងប្អូនអូខេសម្រាប់សញ្ញាអូសម្រាប់សញ្ញា assignment operator មាន5ទី1ស្មើទី1បូកទី2បូកស្មើទី3ដកស្មើទី4គុណស្មើទី5គឺចែកស្មើសញ្ញានេះហៅថាសញ្ញាបង្រួញយើងសរសេរខ្លីៗបើសិនជាយើងយល់យើងសរសេរខ្លីបែបហ្នឹងតែបើយើងអត់យល់សរសេរពង្រាយទម្រង់ពង្រាយតែអត្ថន័យតែមួយទេតោះនេះមានប៉ុណ្ណឹងនេះមានន័យថាយើងអាស្រ័យតម្លៃឲ្យ x 5អញ្ចឹងមើលថា x នេះគឺស្មើ5ហើយបន្ទាប់មកយើងឲ្យ x យើងបូកស្មើ3មិនថា x យើងស្មើ5ហើយយើងត្រូវបូកថែម3ទៀតអញ្ចឹងធ្វើឲ្យតម្លៃវាឡើង8ហើយយើងមាន8ហើយ x របស់យើងដកស្មើមើលថាមុននឹងវាបោះតម្លៃមកឲ្យ x គឺវាត្រូវដក3ចេញសិនទៅវាបង្ហាញតម្លៃរបស់ x អូខេ8ដក3ធ្វើឲ្យវាសល់5ហ្នឹងហើយទៅមកយើង5របស់យើងត្រូវគុណស្មើ3ធ្វើឲ្យបើយើង5គុណ3ធ្វើឲ្យចេញ15ហ្នឹងហើយសម្រាប់ចែក15ចែក3ស្មើប៉ុន្មានស្មើ3អូខេនេះជាសញ្ញាអត្ថន័យតែមួយដូចគ្នាក៏ប៉ុន្តែការពង្រាយឲ្យវាវែងងាយស្រួលមើលសម្រាប់យើងអ្នករៀនថ្មីអូខេសូមបញ្យល់លេងបន្តិចមកខ្លីៗនេះមានន័យថាដូចគ្នាទេគឺ x ស្មើ5មានថា x ទទួលតម្លៃ5ដែលគេអាសាញឲ្យហើយ x នេះ5ក៏ប៉ុន្តែវាត្រូវបូកចូល3សិនបូកមួយ3ហើយទៅx នេះទទួលតម្លៃ3នេះចូលអញ្ចឹងមកថា5ទទួលតម្លៃ3ចូលគឺ8ទៅមកយើងមាន8ហើយអញ្ចឹងនេះក៏8អញ្ចឹងអូខេអញ្ចឹងមើលថា x របស់យើង8ដក3សល់5អញ្ចឹង5វាបោះមកឲ្យ x នេះទើបសល់5អូខេឥឡូវនេះដូចគ្នាទេ x យើងស្ទ8 x ស្ទ5ក៏ប៉ុន្តែគេបំលែងជា2 x នេះស្ទ0ទៅមក x នេះស្ទ5ទៅមកត្រូវគុណនឹង3គុណ3ស្មើ15អញ្ចឹង15វាត្រូវផ្ទេរតម្លៃមកឲ្យ5sorry ផ្ទេរតម្លៃមក x នេះ x នេះ0គឺស្មើនឹង15ទៅមក x របស់យើង15អញ្ចឹង15ចែក3បាន3sorry 15ចែក3បាន5អញ្ចឹង5ហ្នឹងគឺជាតម្លៃរបស់ x នេះមានន័យថា x នេះស្មើ5ហើយ x ដែលគេបង្រៀនបែបនេះគឺ x ក្នុងនៃនេះគឺ0អស់អ្នកនេះអញ្ចឹងបើ x នេះគឺតម្លៃដែលវា store ទុកសិនជាតម្លៃដែលគេ store ទុកតែ x ដែលគេបំបែកចេញពី x មួយនេះ x នេះគឺជា x ដែលបំបែកចេញពី x មួយនេះគេសេទម្រង់ពង្រាយក៏ប៉ុន្តែអត្ថន័យនេះ x នេះវា store តម្លៃ0 x នេះ store តម្លៃ0 x នេះ store តម្លៃ0ហើយ x នេះក៏ store តម្លៃ0ដែរដោយសារតម្លៃដែលវា store នោះគឺវាផ្ទេរមកឲ្យ x នេះបាត់ហើយវាបំបែកចេញពីខ្លួនវាមិនថាខ្លួនមួយបំបែកចេញជា2មួយ store តម្លៃ0មួយទៀត store តម្លៃរបស់ដែលវាមានអូខេយើងសូមមើលលំហាត់របស់យើងអូខេយើងធ្វើការតេស្តតម្លៃរបស់យើងអូខេខ្ញុំសូមកើតមួយទៀតនេះថាឈ្មោះថាគេ assignment អូខេតើ include lại đây nhưng thời cả là thai muối
chỉ integer tới rồi a và dưới nhầm oi vì mà đậm tiếp mong nhầm hồi a bố hay mà em vào từng pi tới thì nhầm xong bằng hai muối là những nhầm xong mà si on muối tới ok em oi a mà đòn muối xong return muối ok return dưỡng khó là người tích chơi đòi chơi mơ được không nhé ok thưa ca răn muối bằng hai muối muối sẵn ok coi cái include iOS stream include có include nào này sẽ bị trả thưa ca răn muối error return inside status mở sẵn define reference winmanคือ call winman อะไรนี่ call inman มาเยอะโอเคចឹងត្រូវចេះមើលដែរការ error ចឹងវាជាចំណុចល្អដែរសម្រាប់អ្នកនរគ្នាមានការ error ដែរចឹងណាអូខេបើថា a របស់យើងស្មើ10ចឹង a របស់យើងអាសាញ់តម្លៃវា10ចឹង a របស់យើងគឺស្មើ10ហ្នឹងហើយយើងទៅមើលរបស់យើងទី1របស់យើងគឺ a x របស់យើងស្មើ5អញ្ចឹង a របស់យើងវា store 5ភាសារបស់យើងតាំង a ខ្ញុំតាំង x ទៅដើម្បីឲ្យវា relate ជាមួយនឹងមេរៀនរបស់យើងអូខេសុំធ្វើការម្ដងទៀតអូខេ x របស់យើងគឺស្មើ10អូខេបន្ទាប់យើងស្មើគេស្មើសិនបន្ទាប់យើងបូកស្មើយើងចង់អាស្រ័យឲ្យ x របស់យើងបូក x ស្មើ5 3អត់ដូចនឹងមេរៀនរបស់យើងហើយព្រោះយើងស៊ីអោមួយហើយយើងអមន័យថា x ខ្ញុំសូមបលីកន្លែងនេះស្មើ x បូក3ដើម្បីឲ្យយើងមើលទៅរឿងយល់កន្លែងនេះខ្ញុំសេតម្រង់ខ្លីតែអ្វីដែលខ្ញុំបង្ហាញខ្ញុំសេបង្ហាញជាតម្រង់បលីកអូខេហើយខ្ញុំបង្ហាញ x ហើយខ្ញុំបន្តមួយអូខេអូខេយើងធ្វើការរ៉ាន់មួយអូខេអ្នកនរនេះកន្លែងនេះ x របស់យើង10អញ្ចឹង x របស់យើងបូក3ស្មើ13តែតម្រង់គេគឺសេតម្រង់ខ្លីយើងសេតម្រង់បែបនេះក៏បាននេះបែបនេះក៏បានហើយសេតម្រង់បែបនេះក៏បានវាស្មើដូចគ្នាមានថា x នេះ0ហើយ x នេះ10អញ្ចឹង10បូក3ស្មើ13ទៅមកវាត្រូវបោះតម្លៃមួយ x នេះអូខេចំណុចបន្ទាប់របស់យើងគឺដកអូខេយើងដកទៅមកយើងឲ្យ x របស់យើងដកស្មើអញ្ចឹងយើងដកស្មើមែនដកស្មើ3វិញទៅដក3ចាញ់ហើយទៅមកយើងធ្វើការ C on តម្លៃ MC ជាតម្រង់ឬជា string ហើយ x របស់យើងស្មើ x ដក3ហើយយើងបង្ហាញតម្លៃ x ហើយយើងប្រើការចុចដុតមួយអូខេខ្ញុំធ្វើការ run មួយកន្លែងនេះសាខ្ញុំអត់ចុះតិចអ្នកនរគ្នាគិតថា310អីទៅអូខេខ្ញុំធ្វើលក្ខណៈថាឲ្យច្បាស់ឲ្យគ្នាយើងមើលអូខេមានន័យថានេះមានន័យថាយើង x របស់យើង13ទៅមកយើងនិយាយចឹងនេះ0ហើយនេះ13ហើយយើងត្រូវការដក3ហើយបានលទ្ធផលគឺ10ទៅមក10នេះត្រូវផ្ទេរតម្លៃទៅឲ្យ x ចឹង x របស់យើង store តម្លៃគឺ10អូខេគឺ x យើងគឺ10ហ្នឹងហើយទៅមកយើងទៅមើលចំណុចបន្ទាប់យើងរៀនពីគេគុណអូខេ
គុណបើយើង10ចឹងយើងឲ្យ x គុណឲ្យស្មើគុណ2ចុះទៅមកយើងធ្វើការ CI 1 x គុណ2យើងបង្ហាញតម្លៃ x អូខេយើងធ្វើការចុះបន្ទាត់មួយមកអូខេធ្វើការចុះបន្ទាត់មួយមកអូខេ x របស់យើងគឺ10ហើយគុណ2គឺ20 10គុណ2ស្មើ20ហ្នឹងហើយយើងនៅសល់មួយទៀតចែកហ្នឹងហើយអូខេចែករបស់យើងឲ្យ x របស់យើង20របស់យើងត្រូវចែកឲ្យស្មើយើងត្រូវចែក10ចុះឲ្យសល់តិចនឹង C on x របស់យើងចែកឲ្យ10អូខេហើយយើងបង្ហាញតម្លៃ x ឲ្យទៅការចុះបន្ទាត់មកតោះយើងធ្វើការរ៉ានមួយទៀតអូខេសូមបញ្ចូលខ្លីៗឡើងវិញ x របស់យើង10មកនេះមុនដំបូង10ទៅមកយើងធ្វើការគេធ្វើការបូក3មុនដំបូង10ទៅមកធ្វើការបូក3ថាយើងសេតម្រងខ្លីធ្វើការបូក3គឺ x របស់យើងឡើយនេះឃើញទេ x របស់យើង0ហើយ x នេះ10អញ្ចឹងបូក3 13ទៅមកវាត្រូវបោះតម្លៃដែលវាទទួលបានតម្លៃដែលវាធ្វើការហើយគឺវារុញទៅឲ្យ x ដែលវាបំបែកខ្លួនចេញsorry មានថា x ដែលវាបំបែកខ្លួនចេញទៅឲ្យរុញតម្លៃទៅឲ្យ x ដែលជា variable name ដំបូងរបស់វាអូទៅមកយើង output វាមានថាយើងបង្ហាញនៅលើ screen បង្ហាញតម្លៃដែលយើងធ្វើការហើយហ្នឹងណាបង្ហាញតម្លៃដែលយើងធ្វើការបូកដកហើយវាបង្ហាញមកលើ screen អូខេទៅមកទៀតយើងសល់ប្រហែលសល់បាន13ទៅមកធ្វើការដកអញ្ចឹងដកសរសេរជារង្វង់ខ្លីអញ្ចឹងមើលថា x របស់យើងដក3ចេញអញ្ចឹង x របស់យើងទទួលបានតម្លៃគឺ13ទៅមកធ្វើការដក3ចេញសិនមើលថា x យើងបំបែកខ្លួនការបំបែកខ្លួនគឺ x នេះ x ដើមមកវាគឺ0ហើយ x ដែលវាបែកខ្លួនគឺ13ទៅមក13ដក3សល់10ទៅមកកាលណាវាធ្វើការចប់វានឹងបោះមកឲ្យx ដែលជា x ដើមរបស់វាទៅមកយើង output x ដែលយើងធ្វើការរួចអូខេយើង output មកគឺសល់ប៉ុន្មានសល់10សល់ឯ13 13សល់10អូខេខាងក្រោមទៀតគឺគុណមកយើង x គុណស្មើ2ជាទម្រង់ខ្លីមានថាកន្លែងនេះត្រូវ x គុណនឹង2ខ្ញុំសុំសរសេរកន្លែងនេះមួយទៀតអូខេមានថាដូចមុនដែរវាបំបែកខ្លួនជា2មួយ store តម្លៃ0មួយ store តម្លៃដែលវាមាន x នេះ store តម្លៃ10គុណ2ស្មើ20ទៅមកវាត្រូវបោះតម្លៃទៅឲ្យ x ដើមរបស់វាគឺដែលយើង store តម្លៃ0គឺ20បោះទៅគឺបោះទៅឲ្យ x គឺស្មើនឹង x មានតម្លៃ20អញ្ចឹងយើងអាស្រ័យតម្លៃឲ្យវាថា output x គឺ x របស់យើងគឺ20អូខេខាងក្រោមដូចគ្នាដែរយើង x ចែកស្មើ10មានន័យថា x យើងត្រូវចែកឲ្យ10 x យើងគឺត្រូវចែក10សិនមួយបែកខ្លួនគ្នា x យើងចែក10ចឹង20ចែក10បាន2ចឹងតម្លៃដែលវាធ្វើការហើយវាត្រូវបោះតម្លៃទៅឲ្យ x នេះគឺ x យើងស្មើ2ទៅមកវា output x ចឹង output x គឺ x យើងគឺស្មើ2អូខេសម្រាប់ចំណុចនេះអ្នកអរគ្នាមានចម្ងល់អាចឆាតចូលcomment តាម Telegram sorry comment តាមអាច comment បាននៅលើ channel របស់ខ្ញុំហើយបើសិនខ្ញុំឃើញហើយខ្ញុំនឹងធ្វើការ reply ទៅកាន់អ្នកនរគ្នាវិញហ្នឹងហើយសម្រាប់ចំណុចនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់អំពីassignment operator នឹងព្រោះអីសំខាន់គឺមេរៀន operator ហ្នឹងហើយសារទៅមុខទៀតគឺគ្រប់ភាសាគឺគេប្រើ operator ទាំងអស់ហ្នឹងហើយបើអ្នកនរគ្នាយល់ហើយគឺទៅរៀនភាសាផ្សេង
គឺវាដូចតែគ្នាទេអ្នកនរគ្នាហ្នឹងហើយសម្រាប់ខ្ញុំគឺមានតែប៉ុណ្្នឹងទេកុំឲ្យវីដេអូរបស់យើងយូរហ្នឹងហើយផ្លេចជួយ like follow page ខ្ញុំផងដើម្បីតាមដានវីដេអូថ្មីៗហ្នឹងហើយអរគុណច្រើនអ្នកទាំងអស់គ្នា